សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត Windows Server 2022នៅលើ VMware ជាដំបូងយើងចូលក្នុងជ្រងបន្ទាប់មកយើងស៊ើចពាក្យថា Windows Server 2022មកដល់កន្លែងនេះយើងយកពាក្យថា iOS download បន្ទាប់ពីចុច download ហើយយើងចាំឲ្យវាពេញសិនបន្ទាប់ពីហ្នឹងយើងចូលមកកម្មវិធី VMware ចុចលើពាក្យ Create a new Virtual Machine បន្ទាប់មកយើងឃើញផ្ទាំងបាច់ហ្នឹងយើងចុចពាក្យ Next ពេលដែលចេញផ្ទាំងបែបនេះយើងចុចពាក្យថា Browser បន្ទាប់មកយកពាក្យថា Windows ហើយចុច Open មកដល់កន្លែងនេះយើងដូរចុចខាងក្រោមវិញបន្ទាប់មកចុចពាក្យ Next ហើយស៊ើចរកពាក្យថា Windows Server 2022បន្ទាប់ពីចុចហើយយើងចុចពាក្យ Next មកដល់កន្លែងនេះយើងដាក់ឈ្មោះដែលយើងចង់ដាក់បន្ទាប់ពីដាក់ហើយយើងចុចពាក្យថា Browser ហើយចុច Next បន្ទាប់មកយើងដូរទៅចុចពាក្យខាងលើវិញហើយចុច Next ពេលដែលចេញផ្ទាំងបែបនេះយើងចុចពាក្យថា Customize Browser ចុះមកដល់កន្លែង Memory នេះសម្រាប់ខ្ញុំយកបួកចំនួន 4G បន្ទាប់មកអ្នកទាំងអស់គ្នាចុចតាមខ្ញុំមកពេលដែលចេញផ្ទាំងបែបហ្នឹងយើងចុចពាក្យថា Edit មកចុះមកដល់កន្លែងនេះយើងចុចពាក្យថា CD DVD ហើយជ្រើសយកកន្លែងខាងក្រោមហើយយើងយកពាក្យថា Browser បន្ទាប់មកចុចកន្លែង Download ដែល file ដែលយើងទុកមកបន្ទាប់មកយើងចុច Open ហើយយើងចុចពាក្យថា OK ចុះមកដល់ជំហានមួយទៀតយើងចុចពាក្យខាងលើមកចូលមកដល់កន្លែងនេះយើងចាប់ផ្ដើម install កម្មវិធីវាមកបន្ទាប់ពីចេញផ្ទាំងបែបហ្នឹងយើងយកកន្លែងចំណុចទី4មកហើយចុច OK ចូលមកដល់កន្លែងនេះយើង accept វាបន្ទាប់មកយើង set up ចាំវាមួយសន្ទុះសិនបន្ទាប់ពីចប់ហើយឥឡូវនេះយើងបានកម្មវិធី Windows Server 2022នៅលើ VMware ហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា